រឿងព្រេងនិទានភ្នំប្រុសភ្នំស្រីវគ្គទី1ដើមកំណើតនៃទំនាស់កាលពីព្រេងនាយក្នុងរជ្ជកាលព្រះបាទស្រីសុរិយោពណ៌នៅស្រុកខ្មែរយើងមានទំនៀមទម្លាប់ម្យ៉ាងគឺខាងស្រីត្រូវទៅដណ្ដឹងខាងប្រុសដោយសារទំនៀមទម្លាប់នេះស្ត្រីទាំងឡាយមានការលំបាកនិងខ្មាស់អៀនយ៉ាងខ្លាំងព្រោះត្រូវដើរទៅសុំសេចក្តីស្នេហាពីបុរសថ្ងៃមួយក្រុមស្ត្រីដែលមិនសុខចិត្តនឹងរបៀបនេះបាននាំគ្នាទៅជួបក្រុមបុរសដើម្បីសុំផ្លាស់ប្ដូរទំនៀមទម្លាប់ក្រុមបុរសដែលមានអំនួតក៏បានដាក់លក្ខខណ្ឌភ្នាល់គ្នាថាយើងត្រូវប្រកួតគ្នាលើកដីធ្វើភ្នំឲ្យខ្ពស់វគ្គទី2ការចាប់ផ្ដើមប្រកួតការប្រកួតបានចាប់ផ្ដើមឡើងនៅពេលយប់ក្រុមបុរសដែលមានកម្លាំងខ្លាំងក្លាបាននាំគ្នាជញ្ជូនដីយ៉ាងស្រាក់ស្រាមពួកគេសើចសប្បាយនិងអួតអាងថាកម្លាំងស្រីខ្សោយបែបហ្នឹងធ្វើម៉េចនឹងឈ្នះយើងបានទៅដោយក្តីប្រមាទក្រុមបុរសធ្វើបណ្ដាលសម្រាប់ហូបចុកនិងដេកលេងបណ្ដាលចំណែកឯខាងស្ត្រីវិញទោះបីកម្លាំងខ្សោយតែពួកគេមានសាមគ្គីភាពនិងបញ្ញាពួកគេជញ្ជូនដីដោយប្រើកន្ត្រកតូចប៉ុន្តែធ្វើមិនឈប់ដៃឡើយពួកគេដឹងថាបើប្រើតែកម្លាំងបាយគឺច្បាស់ជាចាញ់ពួកបុរសមិនខានដូច្នេះពួកគេក៏រៀបចំល្បិចវគ្គទី3ល្បិចផ្កាយព្រឹកសិប្បនិមិត្តនៅពាក់កណ្ដាលអាធ្រាត្រខណៈពេលដែលភ្នំខាងបុរសកំពុងតែខ្ពស់ជាងបន្តិចក្រុមស្ត្រីបានយកគោមយ៉ាងធំមួយទៅចងព្យួរនៅមែកឈើដ៏ខ្ពស់បំផុតនៅពេលគោមនោះភ្លឺឡើងវាមើលទៅដូចជាផ្កាយព្រឹកដែលជិតនឹងរះអញ្ចឹងក្រុមបុរសដែលកំពុងដេកសម្រាកលុះបើកភ្នែកឡើងឃើញពន្លឺគោមស្មានថាជាផ្កាយព្រឹកក៏នាំគ្នាស្រែកថាអូផ្កាយព្រឹករះហើយឈប់ធ្វើទៅចប់ម៉ោងហើយពួកគេក៏ឈប់ជញ្ជូនដីរួចដេកលក់បន្តទាំងសប្បាយចិត្តថាខ្លួនឈ្នះប៉ុន្តែក្រុមស្ត្រីដឹងខ្លួនថាជាល្បិចក៏នាំគ្នាខំប្រឹងជញ្ជូនដីតមវគ្គទី4ជ័យជំនះនិងការផ្លាស់ប្ដូរលុះព្រឹកព្រលឹមឡើងផ្កាយព្រឹកពិតប្រាកដបានរះមកដល់ក្រុមបុរសភ្ញាក់ឡើងសម្លឹងមើលទៅភ្នំខាងស្រីស្រាប់តែឃើញភ្នំនោះខ្ពស់តដែតជាងភ្នំរបស់ខ្លួនឆ្ងាយណាស់ភ្នំខាងស្រីមានរាងស្អាតនិងខ្ពស់ដែលសពថ្ងៃហៅថាភ្នំស្រីរីឯភ្នំខាងប្រុសនៅទៀបទឺហៅថាភ្នំប្រុសក្រុមបុរសដឹងខ្លួនថាចាញ់បោកល្បិចស្ត្រីក៏សុខចិត្តចុះចាញ់តាមពាក្យសន្យាចាប់ពីពេលនោះមកទំនៀមទម្លាប់ខ្មែរត្រូវបានផ្លាស់ប្ដូរគឺខាងប្រុសត្រូវទៅដណ្ដឹងខាងស្រីវិញរហូតដល់សព្វថ្ងៃនេះវគ្គទី5សេចក្តីសន្និដ្ឋាននិងមេរៀនភ្នំប្រុសភ្នំស្រីស្ថិតនៅខេត្តកំពង់ចាមបានក្លាយជាតំបន់ទេសចរណ៍និងជាភស្តុតាងនៃរឿងព្រេងនេះរឿងនេះបានបង្កប់នូវមេរៀនសំខាន់បញ្ញាឈ្នះកម្លាំងភាពឆ្លៀសវៃនិងការចេះប្រើល្បិចក្នុងផ្លូវត្រូវអាចយកឈ្នះអ្នកដែលមានកម្លាំងខ្លាំងបានកុំប្រមាថសត្រូវភាពជឿជាក់លើខ្លួនឯងហួសហេតុនិងការមើលងាយអ្នកដទៃនាំឲ្យទទួលបរាជ័យសាមគ្គីភាពការរួមកម្លាំងគ្នាជារឿងសំខាន់បំផុតដើម្បីសម្រេចគោលដៅធំសូមបងប្អូនជួយចុច Subscribe និងចុចកណ្ដឹងផងសូមអរគុណបងប្អូនទាំងអស់ទុកជាមុន